ngọt khía chẳng chụp cho mùi nhóm đài video níខ្ញុំនឹងបង្ហាញអំពីការណែនាំពីភាសា C បាទអញ្ចឹងយើងដឹងហើយភាសា C គឺជាភាសាដែលគឺជាភាសាគ្រឹះណាបើយើងនិយាយទៅគឺជាភាសាគ្រឹះដែលយើងត្រូវសិក្សាចាំបាច់ត្រូវសិក្សាតែហ្មងព្រោះយើងរៀនកូដយើងដឹងហើយព្រោះរៀនកូដយើងត្រូវសិក្សាពីគ្រឹះទៅណាដើម្បីយើងអាចទៅអាចទៅរៀនភាសាផ្សេងទៀតវាងាយស្រួលអញ្ចឹងភាសាគ្រឹះយើងដឹងថាជាភាសា C បាទអញ្ចឹងភាសា C នេះក៏វាអត់មានអីសូវស្មុគស្មាញដែរយើងគ្រាន់តែណែនាំឲ្យវាស្គាល់ស្អីជាភាសា C ភាសា C នឹងជាភាសាអីគេបង្កើតមកពីណាមានប្រវត្តិបែបម៉េចអីចឹងទៅបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទាំងអស់គ្នាអំពីរឿងហ្នឹងឬទាំងអស់ហ្នឹងអូខេបាទអញ្ចឹងតោះឥឡូវយើងមកមើលនៅក្នុងមេរៀនរបស់យើងអញ្ចឹងមេរៀនចំណុចទី1ដែលការណែនាំអំពីកម្មវិធី C បាទអញ្ចឹងយើងអានមកកម្មវិធី C គឺជាភាសាកម្មវិធីទូទៅដែលមានអំណាចវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រព័ន្ធ software និងកម្មវិធីអនុគមនិងទីកន្លែងផ្សេងទៀតដែលមានការអនុវត្តមានសារៈសំខាន់អូខេបន្ទាប់មកទៀតគឺចំណុច 1.1 ដែលសេចក្តីពិពណ៌នាអំពី C នឹងឯងអញ្ចឹងគឺថាពី C ជាភាសាកម្មវិធីដែលមានភាពប្រើច្រើនឬក៏ច្រើនប្រើនឹងឯងនឹងមានការចាប់ផ្ដើមសំខាន់សម្រាប់ភាសាកម្មវិធីផ្សេងៗដូចជា C++, Java, Python នៃជាដើមអញ្ចឹងណាអញ្ចឹងភាសា C មានការប្រកួតប្រជែងល្អនៅលើប្រព័ន្ធទុនធានអីចឹងទៅអូខេអញ្ចឹងនេះវាជាប្រព័ន្ធរបស់ភាសា C ត្រួសដែលខ្ញុំសង្កេតមកឲ្យទាំងអស់ដឹងថាណាជាអ្នកបង្កើតអញ្ចឹងយើងមើលមកនេះបាទអញ្ចឹងភាសា C ត្រូវបានបង្កើតឡើងដោយលោក Danny Ritchie ក្នុងឆ្នាំ1972នៅ Bell Labs បាទលោក Ritchie នេះក៏ប្រហែលជាគាត់ជាជនជាតិអាមេរិកបាទអញ្ចឹង Danny Ritchie គាត់អ្នកបង្កើតភាសា C នឹងឯងអូខេអញ្ចឹងវាត្រូវបានបង្កើតឡើងសម្រាប់ការសរសេរប្រព័ន្ធកម្មវិធីប្រព័ន្ធប្រតិបត្តិការនិងខ្ល้ายជាភាសាកម្មវិធីមួយដែលមានប្រជាប្រិយភាពខ្ពស់អូខេអញ្ចឹងអានេះគឺជាលក្ខណៈប្រវត្តិត្រួសរបស់ភាសា C យើងបើចាំអី C ជម្រៅអីទេអូខេឥឡូវយើងចូលទៅដល់ចំណុច 1.3 បាទអញ្ចឹងចំណុច 1.3 នេះគឺគេនិយាយអំពីការរៀបចំបរិស្ថាន C ស្អីទៅជាការរៀបចំបរិស្ថាន C អញ្ចឹងអញ្ចឹងដើម្បីនៅក្នុងភាសា C ហ្នឹងយើងត្រូវ install IDE មួយចំនួនបាទអញ្ចឹងស្អីគេ IDE យើងត្រូវដឹងថា IDE គឺជាកម្មវិធីឬក៏ software ដែលយើងត្រូវយកមកប្រើឬក៏យកមកសរសេរយកមកសរសេរកូដបាទសរសេរកូដ C យ៉ាងឯងអញ្ចឹងយើងអាចមានកម្មវិធី2មិនអាចមានទេកម្មវិធីវាមានច្រើនប៉ុន្តែខ្ញុំលើកយកតែ2មកទេខ្ញុំលើកយក C++ និង VS Code ឬក៏ Visual Studio Code ហ្នឹងឯងបាទប៉ុន្តែចំពោះខ្ញុំដែលកំពុងនិយាយនៅកំពុងធ្វើនៅពេលនេះខ្ញុំនិយាយទៅខ្ញុំនឹងប្រើ C++ ខ្ញុំអត់ប្រើ VS Code ទេព្រោះ VS Code វាមានភាពស្មុគស្មាញបន្តិចទើបយើងអាចប្រើភាសា C បានណាអូខេអញ្ចឹងយើងប្រើ C++ ឥឡូវហ្នឹងបាទអញ្ចឹងអានេះ 1.4 គឺរចនាសម្ព័ន្ធកម្មវិធី C បាទអញ្ចឹងរចនាសម្ព័ន្ធស្អី structure អញ្ចឹង programming ទាំងអស់មុននឹងយើងចាប់ផ្ដើមសរសេរគោល programming ទាំងអស់ហ្នឹងយើងត្រូវដឹងពី structure របស់វាអញ្ចឹងភាសា C ក៏ដូចគ្នាដែរបាទ structure រចនាសម្ព័ន្ធហ្នឹងឯងនេះ structure of a simple C programming អញ្ចឹងយើងមើលមក structure មាន include directive define directive main នៅក្នុងអនុគម main ហ្នឹងគឺមាន variable direction section ឬក៏មាន statement អីហោហែអញ្ចឹងទៅបាទអញ្ចឹងយើងកុំបាច់ខ្វល់អីទេព្រោះហ្នឹងជាយ៉ាងកាលណាយើងសរសេរកូដយើងនឹងដឹងខ្លួនឯងអូតូតែម្ដងបាទអញ្ចឹងនេះគឺជាកូដដែលខ្ញុំគេមកដល់បង្ហាញទាំងអស់គ្នាឧទាហរណ៍ទូចមួយដែលនៅក្នុងនេះយើងមានinclude library មាន in main អី variable អីហោហាអញ្ចឹងយើងមិនបាច់ខ្វល់ទេព្រោះនេះខ្ញុំគ្រាន់តែសរសេរបង្ហាញទាំងអស់គ្នាថានៅក្នុងអនុគម main ហ្នឹងមានអីខ្លះហើយអនុគម main ហ្នឹងវាយ៉ាងម៉េចដែរយើងចំណាំទៅថាអនុគម main នេះគឺជាអនុគមដែលវាសំខាន់ជាគេបាទសំខាន់យ៉ាងម៉េចរាល់ប្រតិបត្តិកូដប្រតិបត្តិការកូដទាំងអស់គឺគេត្រូវសរសេរនៅក្នុងអនុគម main ហ្នឹងឯងហ្នឹងហើយយើងសរសេរអនុគមយើងសរសេរកូដនៅក្រៅអនុគម main សរសេរបានទេយើងសរសេរបាននៅក្នុងអនុគម main ហើយបើយើងរានចេញអញ្ចឹងណាបាទតោះទៀតអញ្ចឹងយើងមុននឹងយើងដឹងថាសរសេរភាសា C បានយើងត្រូវ install IDE ណាខ្ញុំនិយាយហើយអញ្ចឹងខ្ញុំនឹងធ្វើវីដេអូមួយទៀតដែលខ្ញុំនឹងបង្ហាញពីការ download Dev C++ ហ្នឹងឯងបាទអញ្ចឹងឥឡូវយើងចូលទៅកាន់មើល Dev C++ របស់ខ្ញុំបាទ
បាទអញ្ចឹងខ្ញុំ control n ដែលបង្កើត file ឬក៏យើងចូល file នេះក៏បានយើងចុចពី new បើយើងបាច់ចុចទេយើងគ្រាន់តែ hold លើវាមកវានឹងទាំងមួយគេហៅថា source file មកយើងចុច source file មកអញ្ចឹងយើងចុច source file នោះវាបង្កើត file ថ្មីយ៉ាងដូចគ្នាឬក៏យើងប្រើ shortcut យើងចុច control n បាទតោះឥឡូវយើងផ្សេងក៏បើយើងមិញគឺយើងមាន include បាទមាន include បាទអញ្ចឹងខ្ញុំប្រៀបឲ្យស្រួលមើលទីចុះបាទជាង include បាទ stdio.8 បាទនេះគឺជា library របស់យើងយើងដឹងហើយ library ហើយគេមាន comment អញ្ចឹងយើងដាក់ថា in main បាទអញ្ចឹង in main នៅក្នុង in main ហ្នឹងខ្ញុំដាក់ print មួយដែលជាភាសាបាលីរបស់អ្នកសរសេរ code ទាំងអស់ចូលពិភពលោកដែលគេពេញនិយមគឺ hello world បាទអូខេអញ្ចឹងដូចរបស់យើងដូចនៅក្នុង slide របស់យើងឯងយើងមើលនៅក្នុង slide របស់យើងនេះឃើញអត់ដូចគ្នាបាទនេះយើង print line អញ្ចឹងអត់ចាំបាច់ខ្វល់ print line និង print f អញ្ចឹង print f ហ្នឹងគឺ print ធម្មតាបើ print line មានថា print ចុះអញ្ចឹងយើងអត់ចាំបាច់ខ្វល់ទេបាទអញ្ចឹងយើងសេប៉ុណ្ណឹងបាទយើងសេតាមខ្ញុំណាយើងវីដេអូទៅយើងសេតាមខ្ញុំអូខេអញ្ចឹងបន្ទាប់ពីយើងសេហើយយើងត្រូវ run នេះយើងចុចថងនេះដែលយើងហៅលើពាក្យហ្នឹងមកយើងហៅលើនេះសញ្ញាហ្នឹងមកវានឹងចេញពាក្យថា compile and run អញ្ចឹងយើងចុច S11 ក៏បានដែរ shortcut វាយើងចុច S11 ទៅបាទអញ្ចឹងហើយយើងមុននឹង dev កម្មវិធី dev មុននឹងយើង run បានយើងត្រូវ save វាជាមុនសិនយើងដាក់ឈ្មោះឲ្យដាក់ទៅយើងដាក់ឈ្មោះរូបដំណាំអញ្ចឹងមិញខ្ញុំដាក់ test មួយហើយអញ្ចឹងខ្ញុំដាក់ថា test 2អញ្ចឹងទៅអូខេ test ហើយខ្ញុំ save បាទអញ្ចឹងយើងចេញមកពាក្យថា hello world បាទម៉ៅគៀងបាទ sorry ចាំតិចមកនេះចុចខ្ញុំ zoom ឲ្យគ្នាមើលថានេះបាទនេះបាទអញ្ចឹង hello world របស់យើងហ្នឹងឯងបាទអញ្ចឹងយើងសរសេរប៉ុណ្ណឹងយើងចេញបាន hello world បាទអញ្ចឹងម្ដងទៀតយើងមាន library include មាន in main ហើយក្នុង in main ហ្នឹងខ្ញុំមានអនុគម print f មួយដែលយើងត្រូវ print អត្ថបទដែល print អត្ថបទចេញមកក្រៅឲ្យ user គេមើលឯងអញ្ចឹងអានេះជា console ទាំងអស់គ្នាបាទយ៉ាខ្មៅផ្ទាំងខ្មៅទាំងអស់នេះគឺជា console ហើយអានេះគឺជាលទ្ធផលដែលយើងបានទៅកូដរបស់យើងបង្ហាញមកមិញនេះគឺ hello world អូខេបាទអញ្ចឹងយើងត្រឡប់កាន់មេរៀនរបស់យើងវិញដូចជាអស់ហើយចំណុចតែមានតែប៉ុណ្្នឹងទេបាទ structure របស់យើងមើលតាមហ្នឹងទៅអត់មានអីពិបាកទេព្រោះវាជាដំបូងណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនឹងប៉ុណ្្នឹងចាស់សូមអ្នកគ្នាជួយចិត្តយ៉ាងតាមដានខ្ញុំនៅវីដេអូក្រោយដែលខ្ញុំនឹងបង្ហាញអំពីការ download ណាព្រោះមិញខ្ញុំមកតមកបង្ហាញ download ទេវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញឲ្យទាំងអស់គ្នាស្គាល់ភាសា C ស្អីទៅជាភាសា C ហើយដែរអូខេអញ្ចឹងម្ដងទៀតវីដេអូក្រោយខ្ញុំនឹងពី ការ install អីហោហាអីចឹងទៀតអូខេអញ្ចឹងអ្នកនរគ្នាបើសិនជាចង់ដឹងកុំភ្លេចជួយ subscribe ខ្ញុំផងហើយ like មួយណាអញ្ចឹងបើសិនជាខ្ញុំនិយាយទៅមានកន្លែងណាខ្វះខាតអ្នកនរគ្នាជួយ comment ដែលក្នុងន័យរិះគន់ក្នុងន័យស្ថាបនាណាបាទអញ្ចឹងអូខេអញ្ចឹងខ្ញុំនឹងបន្តវីដេអូដល់ប៉ុណ្្នឹងបាយបាយទាំងអស់គ្នា